ក្នុងការចូលផ្សារនេះបើសិនជាពេលណាចូលពីរដងបើសិនជាចំណេញពីរដងគឺពីរដងទៀតខ្ញុំត្រូវចង់ខ្ញុំអត់ចូលទៀតទេខ្ញុំអត់ធ្វើការចូលទៀតទេសួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំគឺ Team Edify ថ្ងៃនេះផងដែរពួកខ្ញុំមកចង់ចែកម្លែកតាក់ទងជាមួយនឹង skill ក្នុងការចូលផ្សារអញ្ចឹងតើពួកគាត់មាន skill អីខ្លះក្នុងការចូលផ្សារចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាអូខេអញ្ចឹងជាដំបូងសូមឲ្យមេប្រាប់ពី skill ក្នុងការចូលផ្សារ Hello អ្នកនរគ្នាខ្ញុំបាទមេខ្ញុំជាសមាជិកក្រុម Edify ជាប្រចាំថ្ងៃការ trading របស់ខ្ញុំគឺខ្ញុំលេងលក្ខណៈថាជា scalping ខ្ញុំអត់ត្រឡប់លេង hold ទេអញ្ចឹងការ scalping របស់ខ្ញុំជាដំបូងគឺនិយាយជាត្រឡប់មកព្រឹកឡើងគឺខ្ញុំអត់មានការ trading ទេមកវិញអត់ឃើញហើយចំពោះការ trading របស់ខ្ញុំ trading scalping គឺខ្ញុំចាប់ពីម៉ោងយប់ទៅហើយការ scalping របស់ខ្ញុំនៅពេលដល់ម៉ោងយប់ខ្ញុំព្យាយាមមើលទៅលើ time frame ធំសិនចង់ដឹងថា time frame ធំហ្នឹងវាផ្ដល់ជាលំហគេ up trend ឬក៏ down trend ឬក៏ជាប្រភេទ sideways នៅពេលដែលខ្ញុំមើលលើ time frame ធំហើយខ្ញុំព្យាយាមមើលទៅលើ time frame ទី2វិញចង់ដឹងថាវាមានជា confirm អីខ្ញុំចូលអត់ដូចជា fund value gap ឬក៏ monthly structure ដើម្បី confirm ការចូលផ្សាររបស់យើងដូចជា on block IMG fair value gap អញ្ចឹងទៅឬក៏ BPO ចឹងការ scalping របស់ខ្ញុំភាគច្រើនគឺខ្ញុំអត់ដែរយកចាប់ពី20លេខឬក៏30លេខទេ reverse ខ្ញុំមួយយក2ឬក៏មួយយក3អញ្ចឹងអាចនឹង FTP ខ្ញុំខ្ទង់7យ៉ាងច្រើនគឺ10លេខឬក៏15លេខ SL ខ្ញុំក៏តិចដូចគ្នាដែរអញ្ចឹងក្នុងការចូលផ្សារខ្ញុំមានកំណត់ថាមុននឹងចូលទីផ្សារយើងគួរតែមាន strategy ឬក៏យើងគួរតែមាន setup ឲ្យបានត្រឹមត្រូវក្នុងការចូលទីផ្សារអញ្ចឹងជាផ្សេងអ្នកដែលថ្មីខ្ញុំគិតថាគាត់ខ្វះខាតកន្លែងនេះច្រើនដោយសារតែការចូលទីផ្សារគឺចូលតាមអារម្មណ៍យើងព្យាយាមគ្រប់គ្រងអារម្មណ៍យើងបានខ្លាំងមែនទែនហើយចំពោះការគ្រប់គ្រងអារម្មណ៍វិញក៏ជាវាមួយដ៏សំខាន់ដែរដោយសារតែបើសិនជាយើងមាន strategy ហើយឬក៏យើងមាន concept អីដែលយើងមានផ្ទាល់ខ្លួនរបស់យើងតែជាអត់មានជាការគ្រប់គ្រងអារម្មណ៍យើងឲ្យបានល្អគឺវាផ្ដល់ផលប៉ះពាល់ទៅលើការ trading របស់យើងមែនទែនគឺឲ្យយើងអារម្មណ៍មាន FOMO ការដែលយើងចូលផ្សារមិនមាន set up ឬក៏យើងចូលផ្សារទៅតាមសំណាងទោះជាតាមសំណាងchứយើងនិយាយឲ្យរហូតស្ដាប់អញ្ចឹងការដែលយើងមុននឹងចូលទីផ្សារខ្ញុំរៀបចំថាឲ្យអារម្មណ៍មានស្ងប់យើងមានគួរតែមាន set up ឲ្យបានត្រឹមត្រូវអញ្ចឹងចំពោះការ scalping ក៏ដោយ hold ក៏ដោយ long term ក៏ដោយយើងគួរតែមាន SL ជានិច្ចគឺហៅថា risk management អញ្ចឹង skill របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំគួរមានកិច្ចឲ្យទៅចាំវិញអូខេសួស្តីអ្នកនរគ្នាខ្ញុំបាទច័ន្ទសម្រាប់ខ្ញុំជា day trader ឬក៏អ្នក trade intraday អញ្ចឹងសម្រាប់ខ្ញុំយកសារខ្ញុំយកមក trade រាល់ថ្ងៃនេះគឺជាពីមានពេលដែលរាល់ថ្ងៃហ្នឹងគឺខ្ញុំអាចឆា trade បាននៅពេលដែលមានពេលប្រទេសបានខ្ញុំបើកឆាតមើល trade អញ្ចឹងសម្រាប់ការ trade គឺខ្ញុំយកត្រឹមតែ5%នៃដាក់ទុនខ្ញុំឯងយកមកធ្វើជា SL ដើម្បីដាក់ក្នុងការ trade ហ្នឹងអញ្ចឹងសម្រាប់5%នៃ SL ហ្នឹងខ្ញុំត្រូវចូលមិនរកទីផ្សារមិនដើម្បីឲ្យបានរហូតដល់15%ឬក៏20%នៃដើមទុនអញ្ចឹងខ្ញុំត្រូវរកទីផ្សារណាដែលល្អ confirm មិនដែរល្អសម្រាប់ចូល trade អញ្ចឹងសម្រាប់តែខ្ញុំ time frame ដែលខ្ញុំ trade ហ្មងគឺខ្ញុំមើល4ម៉ោងដែល DMA ដែល DMA វាមាន12គឺជា entry គឺជា entry MA5 ឬក៏ MACD ដែរចឹងខ្ញុំមើល4ម៉ោងដើម្បីរក array នៃ DMA ហើយខ្ញុំ switch ទៅ time frame ទូចអត់តង់ទេដែល time frame 1ម៉ោងដើម្បីរកថាវាមាន extreme អត់ដែលអាចថាវាបូកបានអត់ហើយបើនៅពេលដែលយើងអាចបូកបានហើយគឺខ្ញុំមក5 10តិចឯងដើម្បីរក confirm វាបន្ថែមទៀតដែលវាមាន full structure វាដូចជាextreme TPW MACD ឬក៏ CSAK ដើម្បី confirm ថាវាអាចបាយបានខ្ញុំនឹងបាយហើយខ្ញុំនឹងរកទីផ្សារណាដើម្បីឲ្យ trade ឲ្យលុយខ្ញុំហ្នឹងវាបានឡើងរហូតដល់20%តាមទុនខ្ញុំហើយការ trade ហ្នឹងគឺខ្ញុំ trade maximum នៃការ trade ហ្មងគឺខ្ញុំប្រើតាម1ឬក៏2ទេបើថា1អត់ទាន់ណាគ្រប់គ្រាន់នៃដើមទុនខ្ញុំទេគឺនៃ target ខ្ញុំទេគឺខ្ញុំអត់ទាន់ឈប់ទេគឺខ្ញុំមក trade ទេដើម្បីប្រកបជាមួយនឹងtarget ខ្ញុំអញ្ចឹងហើយការ trade ដូចគ្នាគឺខ្ញុំរៀបចំមែនតើសម្រាប់ BBMA យកសារខ្ញុំនេះដោយសារតែវាងាយស្រួលមែនតើព្រោះអានេះនៃ BBMA មាន12 3 4ទេងាយស្រួលក្នុងការចាប់ងាយស្រួលក្នុងការនិយាយគ្នាអ្នកដៃថ្មីក៏ងាយស្រួលដែរអញ្ចឹងមានតែប៉ុណ្្នឹងទេខ្ញុំសូមរៀបបន្តឲ្យទៅគ្នាខ្ញុំថាទៀតអូខេសម្រាប់ខ្ញុំតើតង skill តខ្លួនក្នុងការចូលទីផ្សារតែម្ដង
skill របស់ខ្ញុំជាទូទៅគឺខ្ញុំ trade ជាលក្ខណៈ long term ទីផ្សាររបស់ខ្ញុំពេលដែលខ្ញុំធ្វើការបំបែក data frame មកគឺយើងបំបែកពី daily មក daily តែងមក4ម៉ោង4ម៉ោងđến 1ម៉ោងតាម10នាទីឬក៏5នាទីអីយើងរក confirm នឹងការចូលទៀតអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំប្រើទៅលើយុទ្ធសាស្ត្រ CRT តើតើជាមួយនឹង CRT ហើយក្នុងការចូលរបស់ខ្ញុំលុះត្រាតែទីផ្សាររបស់យើងមាន confirm ហើយដល់ទៅតាមលំហូររបស់ទីផ្សារគឺខ្ញុំបដោតសំខាន់មែនទែនតើតើទៅលើលំហូរអញ្ចឹងពេលដែលទីផ្សារមានការដោនមានការដោនចុះមកខាងក្រោមយើងធ្វើការពេលដែលសារបំបែកទម្រង់ market structure shift មានដូចជាគេ BOS ជាមួយនឹងshort មានជាមួយនឹង IVG ឬក៏ BBR ឬក៏unicorn model អីក្នុងការចូលរបស់ខ្ញុំហើយគឺតើតើជាមួយនឹងការចូលគឺខ្ញុំបោះច្រើនមែនទែនជាមួយនឹង ODE អីគឺខ្ញុំប្រើទាំងអស់សម្រាប់ក្នុងការចូលហើយខ្ញុំ revert ក្នុងការចូលរបស់ខ្ញុំ TP របស់ខ្ញុំគឺខ្ញុំយកមួយ revert 3ទៅ4ទេក្នុងការចូលអញ្ចឹងពេលដែលយើងចូលផ្សារគឺខ្ញុំអត់ត្រូវខ្វល់ទេថាតាក់ទងជាមួយខ្លាយផ្សារទៅដល់ TP ឬក៏ចុះមក CSL គឺអត់ទេក្នុងការចូលផ្សារអារម្មណ៍ពីមុនគឺបែបគឺបែបហ្នឹងមែនតែអារម្មណ៍លើគឺខ្ញុំអត់ទេតាក់ទងជាមួយនឹងការចូលផ្សារគឺខ្ញុំ control អារម្មណ៍ខ្លួនឯងទេបើសិនជាទីផ្សារវាបង្ហាញ confirm ហើយនៅតម្លៃទីផ្សារខាងលើមានតាក់ទងជាមួយនឹង buy side ឬក៏ sell side អីគឺ TP របស់ខ្ញុំនៅតំបន់មួយតាក់ទងជាមួយនឹង buy side analysis គឺខ្ញុំ hold នៅតំបន់អញ្ចឹងរាល់នៃការចូលផ្សារក្នុងមួយថ្ងៃគឺខ្ញុំចូលបានតែ4ដង4ដងនឹងច្រើនផងសម្រាប់ខ្ញុំហើយក្នុងការចូលផ្សារនេះបើសិនជាពេលថ្ងៃចូល2ដងបើសិនជាចំណេញ2ដងគឺ2ដងទៀតគឺខ្ញុំត្រូវចោលខ្ញុំអត់ចូលទៀតទេខ្ញុំអត់ធ្វើការចូលទៀតទេគឺខ្ញុំចូលតែ2ដងទេបើសិនជាពេលថ្ងៃខ្ញុំចូល2ដងខាងម្ដងចំណេញម្ដងឬយកខ្ញុំរកព្រីក្នុងការចូលផ្សារម្ដងទៀតតាក់ទងជាមួយនឹងយុទ្ធសាស្ត្ររបស់ខ្ញុំគឺវាបែបនេះហើយសម្រាប់វិញនេះនិយាយទៅសម្រាប់គ្នាយើងអ្នកដែលថ្មីហ្មងណាជាអ្នក trader ត្រូវដឹងថាខ្លួនឯងមានវិន័យបើសិនជា trader អត់មានវិន័យទេអ្នកទាំងអស់គ្នាគឺអត់ពេញចម្រើនទេហើយការចាប់ផ្ដើមនៅក្នុងវិស័យនេះដំបូងអ្នកទាំងអស់គ្នាត្រូវតែសិក្សាស្វែងយល់អំពីវាសិនបើសិនជាអ្នកទាំងអស់គ្នាអត់បានសិក្សាស្វែងយល់អំពីទីផ្សារទេអ្នកទាំងអស់គ្នាធ្វើការជួញដូរប្រៀបបីដូចអ្នកទាំងអស់គ្នាយកដូចទៅហែកនៅក្នុងផ្សារអញ្ចឹងអ្នកទាំងអស់គ្នាត្រូវសិក្សាពីវាសិនផ្ដោតទៅលើការរៀនកុំផ្ដោតទៅលើការ trade ខ្លាំងពេកព្រោះរបស់ណាក៏ដោយវាមិនដែលបានរកដោយ free ទេអ្នកទាំងអស់គ្នាហើយលុយតើតែយើងចេះរកហើយដើម្បីចេះរកយើងរៀនពីរបៀបរកបានរកបានអញ្ចឹងវិស័យនេះគឺដូចគ្នាអ្នកទាំងអស់គ្នាត្រូវដឹងថាបើសិនជាអត់មានទិញចូលទៅតាមគេអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាមានដើមទុនយកទៅបើកអាជីវកម្មប៉ុន្តែអ្នកទាំងអស់គ្នាខ្វះភាពគ្រប់គ្រងខ្វះភាពនៃការធ្វើទីផ្សារអញ្ចឹងយើងអត់ដឹងពីរបៀបនៃការធ្វើវាយើងនឹងបរាជ័យបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមគេទៅមុខតាមគេប្រៀបបីដូចអ្នកទាំងអស់គ្នាខ្ចីដង្ហើមគេយកមកដកចឹងក្នុងការចូលក្នុងវិស័យនេះអ្នកទាំងអស់គ្នាត្រូវគិតឡើងវិញសម្រាប់គ្នាយើងអាចថ្មីយើងចំណាយពេលរៀនសិនទៅពេលដែលយើងរៀនហើយរបស់អីក៏ដោយវាមកដល់ឯងចឹងសម្រាប់បទពិសោធន៍ពួកខ្ញុំនៅក្នុង team ET5 នេះមានតែប៉ុណ្្នឹងទេការចែករំលែកកម្មអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលថ្មីឲ្យស្វែងយល់ពីទីផ្សារហើយចាំប្រឡូកនៅក្នុងវិស័យនេះអូខេអរគុណច្រើនបាយ